រឿងព្រេងនិទានខ្មែររឿងចាបស្រុកនិងចាបព្រៃកាលពីព្រេងនាយមានចាបស្រុកនិងចាមព្រៃដើររកស៊ីដោយពួកជារាល់ថ្ងៃខាងចាបស្រុកមានមេបាប្រដៃថាបើរកស៊ីកុំជជែកឆ្លក់គ្នាឲ្យលឺមាត់កឹកកងឡាយឲ្យប្រយ័ត្នខ្លួនបើព្រានវាវាយលប់ត្រូវឲ្យបបួលគ្នាខំហាទូលប់ឲ្យរបើកដើម្បីនឹងឲ្យរួចរកជីវិតពួកចាបស្រុកក៏ធ្វើតាមដំបូន្មានមេបាប្រដៅតែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យលឺជាកឹកកងទេជួនកាលបើព្រានវាយលប់ត្រូវក៏បបួលគ្នាខំហាយទូលប់ព្រានបានរួចជីវិតតែរៀងៗមកមានការថ្ងៃមួយពួកចាបព្រៃនិងចាបស្រុកហើរចេញទៅរកស៊ីជួបប្រទាក់ហ្វូងគ្នានៅដើមត្រាងមើលគុំពួកចាបព្រៃទុំនៅខាងក្រោមពួកចាបស្រុកទុំនៅខាងលើក៏បាក់មេឃត្រែងពីលើមកត្រូវក្បាលចាបព្រៃព្រៃនិយាយប្រកាន់ទៅចាបស្រុកថាហេតុអីក៏កាច់មេឃត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើងចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថាយើងមិនបានកាត់មេឃត្រែងឲ្យបាក់ត្រូវអ្នកឯងទេគឺមេឃត្រែងវាបាក់ឯងធ្លាក់មកទេតើពួកចាបព្រៃជាពួកឥតកាន់ដំបូន្មានមិនពិចារណាឲ្យឃើញខុសត្រូវក៏បបួលគ្នាបង្កើតហេតុបង្កើតជាចំលក់នឹងពួកចាបស្រុកលឺមាត់ជាគឹកកងរំពងឡើងពួកព្រានលឺមាត់ចាបនៅគុំត្រែងនោះស្រានក៏យកលុបទៅវាយត្រូវទាំងអស់គ្នាចាបទាំងពីរពួកនេះបានត្រូវលុបហើយក៏នៅតែជាប់ជ្រក់គ្នាទៀតចាបស្រុកពោលទៅចាបព្រៃថាបើពួកឯងគ្រាន់បាហេតុម្ដេចក៏មិនបំរាក់ឲ្យរួចពីលុបទៅចាបព្រៃក៏ពោលមករកចាបស្រុកវិញថាបើពួកឯងគ្រាន់បាហេតុម្ដេចក៏មិនបំរាក់ឲ្យរួចពីលុបនេះទៅបានតែពាក្យបញ្ជូនគ្នាទៅវិញទៅមកមិនគិតបំរាក់ឲ្យរួចជីវិតសោះកំពុងតែឆ្លោះគ្នាស្រាប់តែព្រានក្រសោបឡើងចាប់បានចាបទាំងអស់ក៏ពិឃាដាក់ខ្សែអស់នេះហើយចាបស្រុកជាពួកចាបល្អតែខកខ្លួនមករកស៊ីជួបចូលនឹងហ្វូងចាបព្រៃជាពួកបាប្រព្រឹត្តអាក្រក់ក៏មានរឿងឆ្លោះគ្នាទាល់តែព្រានវាយលប់ឬស្លាប់ទាំងអស់គ្នា